ในក្នុងវីដេអូនេះលោកគ្រូនិយាយតាក់ទងជាមួយនឹងគុណភាពដំណេកហើយគុណភាពដំណេកហ្នឹងបានផ្សារភ្ជាប់ជាមួយនឹងការយល់សប្តិហើយការយល់សប្តិនេះផងដែរហ្នឹងវាមានតាក់ទងជាមួយនឹងចំណុចច្រើនប៉ុន្តែចំណុចអីដែលយើងអាចដឹងបានវាតាក់ទងជាមួយអារម្មណ៍របស់យើងអារម្មណ៍របស់យើងមិននឹងណហើយពេលខ្លះសកម្មភាពដែលយើងបានជួបនៅពេលឥឡូវហ្នឹងឬក៏ពេលណាមួយនោះវានឹងកើតមាននៅក្នុងការយល់សប្តិឬក៏បង្កើតជាការយល់សប្តិហើយការដែលអារម្មណ៍មិននឹងមានយល់សប្តិមានអីហ្នឹងក៏ធ្វើឲ្យជាបញ្ហាដែលយើងពិបាកក្នុងការក្រោបឡើងឲ្យមានកម្លាំងដែរតកតងជាមួយនឹងការស្រាវជ្រាវវិញគេបានបញ្ជាក់ឲ្យថាក្នុងមួយយប់មនុស្សម្នាក់ហ្នឹងអាចមានការយល់សប្តិចន្លោះពី4ទៅ6ដងហើយ4ទៅ6ដងហ្នឹងលោកគ្រូសូមបញ្ជាក់នៅក្នុងហ្នឹងគឺតកតងគេនិយាយតកតងពី cycle ឬក៏វដ្តនៃការគេងហើយវដ្តនៃការគេងហ្នឹងលោកគ្រូអត់លម្អិតទេនៅក្នុងវដ្តនៃការគេងហ្នឹងគឺមានចំណុចមួយតកតងជាមួយនឹងការយល់សប្តិហើយគេបានបញ្ជាក់ដែរនៅក្នុងមួយវដ្តនៃការគេងហ្នឹងណាមានរយៈពេល1ម៉ោងទៅ1ម៉ោងកន្លះអញ្ចឹងហើយក្នុងមួយយប់ហ្នឹងអាចមាន8ម៉ោងអញ្ចឹងអាចមាន8ម៉ោងនៅក្នុងនៃវត្តនីមួយៗហ្នឹងវាប្រហាក់ប្រហែលជាមួយនឹង4ទៅ6ដងហើយដែលកើតមាន4ទៅ6ដងហ្នឹងលោកគ្រូនិយាយពីវត្តដែលកើតមានជាមួយនឹងយល់សប្តិហើយដោយលោកវីដេអូមុនដែលលោកគ្រូបញ្ជាក់អញ្ចឹងនៅពេលយប់គឺជាពេលមួយដែលត្រូវចំណាយថាមពលច្រើនមែនតើហើយនៅពេលយប់នេះផងដែរគឺជាការសម្រាកប៉ុន្តែខួរក្បាលយើងអត់សម្រាកទេខួរក្បាលយើងនៅពេលយប់នេះខួរក្បាលយើងគឺចាប់ផ្ដើមរៀបចំសកម្មភាពឬក៏អីដែលបានជួបពីពេលព្រឹកពេលថ្ងៃឬក៏ពេលណានោះរៀបចំវាឲ្យមានជាលំដាប់លំដោយហើយដាក់វានៅក្នុងឧទាហរណ៍រៀបវាជាលំដាប់លំដោយនិយាយក្នុងកុំព្យូទ័រគឺរៀបជាលំដាប់លំដោយដាក់វានៅក្នុង folder មួយឬក៏ដាក់នៅក្នុងដុំឯកសារណាមួយដើម្បីថ្ងៃក្រោយយើងអាចយកវាចេញមកវិញបាន